តើការដំឡើងពន្ធ49%របស់អាមេរិកហ្នឹងវាប៉ះពាល់អីដល់កម្ពុជាហើយតើការប៉ះពាល់ហ្នឹងប៉ះពាល់ទៅលើសេដ្ឋកិច្ចកម្ពុជានិងការងារកម្ពុជាដូចម្តេចខ្លះទៅវាជារឿងមួយដែលថ្មីៗនេះលោក Donald Trump បានប្រកាសមានន័យថាប្រកាសយកពន្ធពីកម្ពុជាហ្នឹងរហូតដល់49%វាជារឿងមួយដែលមានការទៅចែកវែងហើយមែនទែននៅលើបណ្ដាញសង្គម Facebook អញ្ចឹងថ្ងៃនេះយើងនឹងនិយាយបញ្ហាមួយចំនួនតិចទេព្រោះយើងមិនសូវជាដឹងអំពីបញ្ហាសេដ្ឋកិច្ចច្រើនអញ្ចឹងយើងលើកបញ្ហាហ្នឹងបន្តិចយកមកនិយាយ Cambodia. Oh, look at Cambodia, 97%. We're going to bring it down to 49. They made a fortune with the United States of America. United Kingdom, 10%, and we'll go 10%. Donald Trump បានប្រកាសច្បាស់ហើយមានន័យថាត្រូវតែយកទំនិញនៃការនាំចេញពីកម្ពុជាហ្នឹងចូលអាមេរិកហ្នឹងគឺ49%វាមានន័យថាតំណែងកម្ពុជានឹងខ្លាចជាតំណែងមួយខ្ពស់ដែលនាំចូលទៅទីផ្សារអាមេរិកហ្នឹងហើយវាអាចមានបញ្ហាមួយចំនួនដែរដូចតាក់ទងជាមួយនឹងការនាំចេញទៅវាមានបញ្ហាព្រោះដោយសារតែការដែលតម្លើងពន្ធខ្ពស់ហ្នឹងតម្លៃក៏វាខ្ពស់ទៅតាមហ្នឹងដែរនេះជាមូលហេតុមួយដែលកម្ពុជាយើងត្រូវទៅជួបបញ្ហាហ្នឹងយើងឆ្ងល់ថាតើហេតុអ្វីបានជាអាមេរិកធ្វើបែបនេះពួកគេបង្កើនពន្ធនេះគឺដើម្បីតែការពារអាជីវកម្មក្នុងស្រុករបស់ពួកគេឬក៏ពាក់ព័ន្ធជាមួយនឹងទំនាស់ពាណិជ្ជកម្មអន្តរជាតិដែរអញ្ចឹងវាមានរឿងជាច្រើននៅក្នុងការទៅចែកវែកញែកនៅក្នុងរឿងហ្នឹងយើងឆ្ងល់ថាការតម្លើងពន្ធនេះវាអាចមានផលប៉ះពាល់យ៉ាងណាមកដល់កម្ពុជាយើងដែរមិនថាសេដ្ឋកិច្ចឬការងារទេអញ្ចឹងខ្ញុំនឹងលើកបញ្ហាមួយចំនួនមិនច្រើនពេកទេមិនតិចទេទីមួយគឺការនាំចេញធ្លាក់ចុះព្រោះដោយសារតែពន្ធថ្លៃអញ្ចឹងអាជីវកម្មមួយចំនួនក៏ត្រូវតែមានបញ្ហាមួយចំនួនដែរក្នុងការនាំចេញទៅអាមេរិកហ្នឹងហើយអ្នកទិញនៅអាមេរិកក៏គេកាត់បន្ថយដែរព្រោះដោយសារតែការនាំចូលទៅពន្ធច្រើនមានន័យថាតម្លៃហ្នឹងក៏វាឡើងថ្លៃដែរអញ្ចឹងអ្នកប្រជាទិញពីកម្ពុជាហ្នឹងពីអាមេរិកតំណែងពីកម្ពុជាហ្នឹងគឺគាត់បន្ថយដែរដែលធ្វើឲ្យការលក់ហ្នឹងគឺវាធ្លាក់ចុះអញ្ចឹងហើយជាមូលហេតុមួយដែលមានន័យថាការនាំចេញរបស់ខ្មែរយើងហ្នឹងកម្ពុជាទៅអាមេរិកហ្នឹងគឺមានការធ្លាក់ចុះហើយទី2ប៉ះពាល់ទៅដល់ការងារអញ្ចឹងតកតងជាមួយនឹងប៉ះពាល់ទៅដល់ការងារយើងដឹងហើយតែការនាំចេញទៅលក់អត់ដាច់មានន័យថារោងចក្រមួយចំនួនបិទហើយអញ្ចឹងយើងត្រូវកាត់បន្ថយបុគ្គលិកហើយឬក៏បិទតែម្ដងអញ្ចឹងដែលធ្វើឲ្យបញ្ហាការងារនៅកម្ពុជានឹងវាអាចមានវិបត្តិមួយចំនួនដែរប៉ុន្តែយើងអត់ទាន់បានដឹងថាវានឹងមានវិបត្តិកម្រិតណាទេហើយក៏មិនទាន់បានដឹងថាតើរាជរដ្ឋាភិបាលរបស់យើងនឹងគាត់បានទៅចរចាជាមួយនឹងអាមេរិកនៅក្នុងការដែលចរចាជាមួយអាមេរិកដែរឬទេនៅក្នុងការដែលកាត់បន្ថយពន្ធណាហ្នឹងហើយទី3សេដ្ឋកិច្ចទូទៅអាចទទួលផលរងប៉ះពាល់ទី1គឺចំណូលពលរដ្ឋអញ្ចឹងមានន័យថារោងចក្រមួយចំនួនការប្រមូលពន្ធផលរដ្ឋក៏ធ្លាក់ចុះដែរអញ្ចឹងវាអាចវាមានអាជីវកម្មដែលតូចតាចហ្នឹងក៏វាជួបគ្រោះធ្ងន់ធ្ងរតែម្ដងមានន័យថាតបាត់ហើយគឺខាតហើយអញ្ចឹងហើយដែលវាធ្វើឲ្យបញ្ហាមួយចំនួនហ្នឹងគឺវានឹងកើតមានតែម្ដងយើងមិនទាន់ប្រកាសថាវាកើតក្នុងកម្រិតណាទេប៉ុន្តែអានេះជាការព្យាករណ៍មួយដែលយើងបានគិតថាព្យាករណ៍នឹងមានរឿងបែបហ្នឹងហើយចំណុចមួយទៀតតើកម្ពុជានឹងមានដំណោះស្រាយអ្វីខ្លះហើយកម្ពុជានឹងធ្វើអ្វីមានន័យថាអញ្ចឹងបើសិនជាមានបញ្ហាមួយចំនួនហើយតើកម្ពុជានឹងមានដំណោះស្រាយអ្វីខ្លះអញ្ចឹងនេះជាការគិតមួយចំនួនដែលខ្ញុំអាចគិតមើលទៅទីមួយគឺស្វែងរកទីផ្សារថ្មីកម្ពុជាអាចមើលទៅលើទីផ្សារចិនអឺរ៉ុបនិងអាស៊ានបានប៉ុន្តែវានៅតែតិចការចរចាជាមួយអាមេរិកមានន័យថារដ្ឋាភិបាលត្រូវតែចរចាជាមួយនឹងសហរដ្ឋអាមេរិកដើម្បីកាត់បន្ថយពន្ធហើយស្វែងរកដំណោះស្រាយព្រមព្រៀងណាមួយវាមិនមែនថាDonald Trump ក៏បានប្រកាសដែរថានៅពេលដែលធ្វើអញ្ចឹងហើយបើសិនជាប្រទេសអាចចរចាក្នុងលក្ខខណ្ឌណាមួយអញ្ចឹងយើងនឹងគិតម្ដងទៀតអញ្ចឹងទៅនឹងកែប្រែមួយទៀតអញ្ចឹងណាអញ្ចឹងអានេះវាជាមួយដែលរដ្ឋាភិបាលកម្ពុជាយើងគួរតែធ្វើហើយចំណុចទី3នេះគឺការប្រើយុទ្ធសាស្ត្រថ្មីមានន័យថាអាជីវកម្មអាចផ្លាស់ប្ដូរយុទ្ធសាស្ត្រផលិតផលដើម្បីឆ្លើយតបទៅនឹងទីផ្សារថ្មីៗដោយយើងងាកទៅទីផ្សារអឺរ៉ុបងាកទៅទីផ្សារអឺរ៉ុបហើយជាមួយនឹងងាកទៅទីផ្សារមួយចំនួនទៀតយើងមើលយើងអត់ទាន់ដឹងថាវាជារឿងមួយដែលថ្
ថ្មីឬមិនទេយើងចាំមើលរដ្ឋាភិបាលកម្ពុជាក៏នឹងមានដំណោះស្រាយបែបម៉េចជាមួយនឹងរឿងករណីហ្នឹងហើយយើងនឹងជួបគ្នានៅវីដេអូក្រោយតើវានឹងដោះស្រាយបែបម៉េចអញ្ចឹងកុំភ្លេច Subscribe និង Share ដើម្បីទទួលបានវីដេអូបន្ថែមនៅ clip ក្រោយៗទៀត